មានជីវិតនៅក្រោមគំនរអាគារដែលបានបាក់នៅថៃដោយសារគ្រោះរញ្ជួយដីក្របសតូចៗដោយបងប្អូនបានឃើញនេះគឺជាមនុស្សដែលបានកប់នៅក្រោមអាគារដែលបានបាក់នៅចំកណ្ដាលទីក្រុងបាងកកដោយសាររញ្ជួយដីម៉ាស៊ីនស្កេនរបស់អាមេរិកបានរកឃើញសញ្ញាចំនួន70ដោយបានសម្គាល់ថាសញ្ញាចំនួន6ជាសាកសពខណៈសញ្ញាផ្សេងទៀតនៅមិនទាន់បញ្ជាក់ច្បាស់នោះទេនេះបើយោងតាមការចុះផ្សាយរបស់បាងកកផតឧបករណ៍ចាប់សញ្ញាដែលគ្រប់គ្រងដោយយោធាអាមេរិកនោះបានរកឃើញសញ្ញានៅកណ្ដាលអាគារដែលបានបាក់រលំនៅចន្លោះជាន់ទី17និង21ដែលជាកន្លែងដែលកម្មករភេទច្រើនបានធ្វើការនៅពេលដែលការរញ្ជួយដីបានវាយប្រហារកាលពីថ្ងៃសុក្រទី28មីនាឆ្នាំ2025រដ្ឋបាលក្រុងបាងកកក៏បានឲ្យដឹងថែមទៀតថាគិតត្រឹមម៉ោង8ព្រឹកនេះចំនួនអ្នកស្លាប់គឺការដល់13នាក់និង19នាក់ទៀតរងរបួសព្រមទាំងមនុស្សរាប់សិបនាក់ទៀតនៅតែបាត់ខ្លួនមិនទាន់រកឃើញគួររំលឹកផងដែរថាអគារការិយាល័យសនវណ្ណកម្មរដ្ឋដែលមានកម្ពស់30ជាន់បានកំពុងសាងសង់នេះមិនទាន់មានប្លង់មេពេញលេញនៃអគារនោះនៅឡើយទេដូច្នេះវាពិបាកនៅក្នុងការកំណត់សម្គាល់